ok chân dương to mê điên và dương tiếp chân cà phê sớm mình cái dương cà phê sớm ra muốn dương miền homework mũi đó chân nhung sớm ran PHP artisan sớm ok plan bình dương cứ dương nâng hiện từ API bên đây đây để nhung cho anh em học đi vô nó cứ database của database vì sân khăn very important mình nên để bây giờ dương hiện tại tung 13 cái dương thể chơi database chơi store tên này chơi query chơi ấy chân á nè ok chân đó chân bây giờ nhung ran PHP artisan giờ phải nhung cho localhost port 7000 năng màu nơiក្នុងនេះដោយសារតែយើងប្រើមួយ MySQL ចឹងយើងត្រូវតែទៅបើកសាររបស់យើងបាទថ្ងៃ next time ខ្ញុំនឹងប្រើ SQLite ប៉ុន្តែដោយសារតែយើងរៀន PHP យើងប្រើ MySQL ចឹងខ្ញុំឲ្យអ្នកនរគ្នាប្រើ MySQL សិនថ្ងៃក្រោយទៅយើងឈប់បើកសារបើកអីនេះហើយយើងឈប់ប្រើសារនេះហើយតែឥឡូវយើងពិបាកបន្តិចទៅយើងមានសារមានអីញ៉ៃញ៉ៃបន្តិចបាទថ្ងៃក្រោយទៅលេងអីណាបាទអូខេអញ្ចឹងបន្ទាប់ពីយើង start ប៉ុណ្ណឹងមកមុននឹងវា error ដោយសារតែវាអត់អាច connect ទៅកាន់ database អញ្ចឹងវាអត់អាច select from session នេះបានអញ្ចឹងវាធ្វើ error អញ្ចឹង refresh ម្ដងទៀតទៅវាឈប់ error អឺអីដែលខ្ញុំចង់ឲ្យអ្នកទាំងគ្នាចេះនៅក្នុង Laravel ពេលដែលយើងអីដែលយើងត្រូវ understand ដំបូងគេនោះគឺ route បណ្ដា route យើងបានរៀននៅក្នុង web នេះហើយយើងបានយល់ពី basic route ហើយ route parameter អីផ្សេងប៉ុន្តែវាតាក់ទងមួយ web ទេប៉ុន្តែ today ខ្ញុំនឹងចង់ឲ្យអ្នកទាំងគ្នារៀននៅ build នៅ sample API មួយដើម្បីយើងធ្វើ insert delete update អីអញ្ចឹងទៅជាមួយ API អញ្ចឹងអ្នកទាំងគ្នាត្រូវប្រើ tool មួយឈ្មោះថា Postman បងប្អូនស្គាល់ Postman ទេឬក៏ស្គាល់ Swagger អីទេអោះគ្នាយើងស្គាល់អត់ស្គាល់ហ្នឹងហើយអញ្ចឹងជាទូទៅគេប្រើ Swagger ហ្នឹងហើយនឹងPostman បែរភាសាមែនតើទៅវាអត់យើងចង់ប្រើមួយណាក៏បានដែរយើងចង់ប្រើ Swagger នេះក៏បានឬក៏យើងចង់ប្រើPostman នេះក៏បានប៉ុន្តែ Postman វាជា tool ហើយ Swagger នេះវាជា API development សម្រាប់វាដូចរបៀបopen source វា open source ដែរវាអានេះវា open source អញ្ចឹង open source គេចូលចិត្តប្រើវាហើយវា generate សម្រាប់ document API ធម្មតាកាលណាយើងវានៅ API យើងក្នុងនាមយើងជា API developer យើងត្រូវធ្វើ document ឲ្យគេដើម្បីឲ្យដឹងថាកន្លែងនេះយើង delete លុបតាម route នេះ get តាម route នេះអានេះ find by ID អានេះ find by status អីចឹងទៅអានេះ update អានេះអីចឹងយើងត្រូវធ្វើ document ឲ្យគេអញ្ចឹងជាទូទៅយើងប្រើ Swagger ប៉ុន្តែ Postman ក៏ដូចគ្នាប៉ុន្តែ Postman យើងអាច download app វាមក download app វាមកបានយើងអាច download វា available សម្រាប់ 2OS 3OS មាន Windows Mac Linux អ្នកនរអាច download វាយកមកបាន install តែដោយសារតែខ្ញុំ install រួចហើយ so ដូច្នេះខ្ញុំអត់ចាំបាច់ធ្វើការ install ទៀតទេអូខេបាទការ install គឺអត់ពិបាកទេអ្នកនាងគ្រាន់តែចុច next ទៅយើង install បានហើយអូខេបាទ yes អូខេអញ្ចឹងអ្នកនាងអាចទៅ install Postman នឹងមួយបន្ទាប់ពីយើងតែយើងអត់ទាន់ប្រើនៅ live ទេគ្រាន់តែខ្ញុំប្រាប់អ្នកនរគ្នាដើម្បីយើងទៅឡើង Postman នឹងមួយអ្នកនរគ្នាត្រូវយល់អំពី RESTful API អ្នកនាងត្រូវតែយល់អំពី REST API REST API នេះអញ្ចឹង REST API វាគឺបើនិយាយឲ្យស្រួលស្ដាប់វា API ពាក្យពេញមកពី application programming interface អញ្ចឹង RESTful API ហ្នឹងវាដូចជាបើយើងនិយាយឲ្យស្រួលស្ដាប់យើងមិនទៅខ្វល់អំពីនិយមន័យអីឲ្យច្រើនហួសហេតុទេវានិយាយឲ្យស្រួលស្ដាប់វាគឺជាបានន័យថា API ហ្នឹងវាដូចជាស្ពានមួយចម្លងដើម្បីឲ្យយើងដឹកទៅយកទិន្នន័យអញ្ចឹង for example ដូចនៅកន្លែងនេះខ្ញុំចុចទៅមើល detail បន្តិចទៅមើលក្នុង website របស់គេអ
ចឹងREST API វាប្រើសម្រាប់ talk គ្នាទៅមកទៅជាមួយនឹង the server API ហ្នឹងគឺវា host នៅលើ server អញ្ចឹងREST API ហ្នឹងគឺសម្រាប់យើងបញ្ជូនទិន្នន័យពី server ទៅកាន់ client ពី client ទៅកាន់ server អញ្ចឹងណាដែលគេប្រើតាមរយៈ method ជាទូទៅគេប្រើតាម method 4នេះអញ្ចឹងទៅគេប្រើ get post put delete RESTful API ហ្នឹងយើងស្ដាប់វាដូចស្ពានមួយអញ្ចឹងពីព្រោះអីហេតុអីបានយើងនិយាយថាជាស្ពានដោយសារឲ្យតែពពួក client side វាអត់មានទូនាទី direct មួយ database បានទេវាត្រូវការនៅ API ដើម្បី client ធ្វើការ talk តាមរយៈ HTTP ដើម្បីវា talk តាមរយៈ HTTP ហ្នឹងគឺget post put delete ហ្នឹងឯងអញ្ចឹង HTTP ហ្នឹងវាមាន method 4ជាទូទៅយើងប្រើដើម្បីទៅ request ប្រាប់ថាតើយើងចង់បានអីយើងចង់ទាញយើងប្រើ get យើងចង់ create យើងប្រើ post យើងចង់ update យើងប្រើ put យើងចង់ delete យើងប្រើ method delete អញ្ចឹងអាហ្នឹងគឺយើងប្រើតាមរយៈ HTTP អ្នកទាំងគ្នាប្រហែលជាធ្លាប់ស្គាល់ហើយព្រោះយើងធ្លាប់បានរៀនកន្លងមកមួយ API ដែរអូខេអញ្ចឹង let's back ទៅ VS Code របស់យើងអញ្ចឹង for example ខ្ញុំចង់ build នៅ REST API មួយខ្ញុំត្រូវធ្វើម៉េចអញ្ចឹងយើងចូលមកក្នុង Laravel document សិនមកចូល document Laravel សិនមក Laravel នេះ version 12ហើយអញ្ចឹងអ្នកទាំងគ្នាអាចចូលទៅក្នុងកន្លែងណាដើម្បីអ្នកទាំងគ្នាធ្វើ API បានដើម្បីយើងធ្វើ API បានអ្នកទាំងគ្នាយើងអត់ធ្វើនៅក្នុង web.php ទេនៅក្នុង Laravel ពីមុនវាមាន API.php route ឲ្យយើងតែម្ដងប៉ុន្តែមួយរយៈក្រោយពេលដែលវា up មក version 11 12អីនេះដូចជាលែងមានហើយប៉ុន្តែយើងអាចតឡើងវាបានដូចជាយើងអាចប្រើតាម command php artisan API install អញ្ចឹងបាទ install ចុចពី API អញ្ចឹងអូខេអញ្ចឹងវានឹងពេលដែលយើងត្រូវការ API ហ្នឹងវានឹងត្រូវទៅ download នេះអីគេនេះ Centum ឯនេះបាទ Centum package ហើយវានឹង generate នេះ API.php អញ្ចឹងអូខេតោះណាចឹងតើគ្នាតោះនេះ everyone teacher អត់ឃើញ screen teacher មិនអត់ខ្ញុំ share តាគ្នាយើងផ្សេងទៀតឃើញទេឃើញទេឃើញតាគេឃើញតា internet slow ឯង check មើលតិចទៅមើលអូខេអញ្ចឹងនៅពេលដែលយើង install package ហ្នឹងវាសួរយើង new database នេះវាត្រូវការនៅ publisher ស្អីគេ migration តាក់ទងមួយ Centum package ហ្នឹងអញ្ចឹងយើងអាចចុច yes មកយើងដើម្បីយើងនេះកន្លែងនេះបន្ទាប់មកវាប្រាប់យើងថាយើងត្រូវ add scaffolding នេះត្រូវទៅ add ចូលទៅក្នុង user model ព្រោះវាអាចតាក់ទងមួយ authentication ដូចជា token អីនេះអញ្ចឹងយើង copy Laravel Centum has API នេះមកបន្តទៀតយើង back ទៅចូលទៅក្នុង app model user model អញ្ចឹងអ្នកទាំងនេះត្រូវ pass code កន្លែងនេះយើងដាក់ use has token ហ្នឹងមកអញ្ចឹងយើងថែមកន្លែងនេះគឺ has token ហ្នឹងមកយើងថែមប៉ុណ្ណឹងមកអីដែលយើងត្រូវថែមអញ្ចឹងគឺវាបានហើយអញ្ចឹងអ្នកនេះអាច run php artisan serve មកវិញមកអូខេអញ្ចឹងអ្នកទាំងនេះអាចចូលទៅធ្វើការនៅក្នុង API.php បាន for example ឥឡូវពេលដែលយើង install បាន API ហើយយើងធ្វើមិនទៀតអញ្ចឹងយើងបិទ Postman យើងសិនយើងអត់ទាន់ប្រើនៅឡើយទេប៉ុន្តែយើងត្រូវមើលទៅលើកន្លែងនេះអ្នកនេះត្រូវមើលទៅលើដំបូងខ្ញុំចង់ឲ្យអ្នកទាំងនេះចេះមួយ database សិនអ្នកនេះអាចចូល get started អ្នកនេះអាចចូល query builder អញ្ចឹងនៅក្នុង Laravel វាមាន two option ឲ្យយើង option ទី1គឺ query builder ហើយនិង eloquent ORM query builder ហើយនិង eloquent ORM វាខុសគ្នាត្រង់ថា eloquent ORM គឺ for example ដូចការងារទូចឬក៏ការងារល្មមអីចឹងយើងប្រើ eloquent ORM ទៅវាស្រួលដោយសារយើងទៅសេបែប programming ហើយយើងអាចធ្វើការមួយយើងអាច interact មួយ database បានហើយតាមរយៈយើងទៅសេ programming ប៉ុន្តែយើងទៅធ្វើការមួយ database បាន
ប៉ុន្តែដល់ពេល query builder វា still query វា still ប្រើ query ដូចយើងរាល់ដងយើងចូលទៅក្នុងlocalhost php admin អញ្ចឹងអ្នកនរគ្នាអាចទៅបង្កើត database បង្កើតអីអញ្ចឹងទៅហើយយើងមាន database ស្រាប់ឬក៏យើងមាន query អីចឹងយើងត្រូវការទៅ say query របស់យើងទៅដែរបាទប៉ុន្តែនៅក្នុង query builder នៅក្នុង Laravel គឺវាងាយស្រួលមិនដូចជាយើងទៅ say query ធម្មតាទេយើងអាចទៅ say raw ក៏បានមួយទៀតគេមានវិធីមួយគឺអាចទៅ say raw បាននេះយ៉ាងនេះចង់ទៅ say raw ក៏បានដែរFor example ដូចអ្នកនរគ្នាចង់ select យ៉ាងនេះចង់ទៅ say raw អញ្ចឹងមកក៏បានទៅ say បែប actual ធម្មតាហ្នឹងក៏បានតែមួយទៀតបើយើងប្រើ query builder វាស្រួលដែរវាយើងធ្វើតែយើងប្រើ query មែនយើងទៅ say អីមែនប៉ុន្តែយើងចង់ get អីចឹងយើងប្រើតាមរយៈ method គេយើងអត់ចាំបាច់ទៅ say ទាំងមូល query សុទ្ធសាធទេវាងាយស្រួលដែរអញ្ចឹងមុននឹងយើងបានរៀនដែរតាក់ទងមួយ web ខ្លះៗនេះ web.php នេះយើងបានរៀនខ្លះៗតាក់ទងមួយការ create តាក់ទងមួយអីចឹងអញ្ចឹងឥឡូវខ្ញុំចង់ធ្វើនៅ API មួយហើយនៅចុងមកខ្ញុំនឹងមានជា homework មួយដើម្បីឲ្យអ្នកនរគ្នាធ្វើតាក់ទងជាមួយនឹង CRUD operation មួយ Flutter back ទៅ Flutter កុំឲ្យយើងភ្លេច Flutter អូខេអញ្ចឹងឥឡូវពេលដែលខ្ញុំបាន API.php ហើយកូដប៉ុណ្ណេះដែលវា generate ឲ្យយើងមិនបាច់ទាន់ focus ទេតែធៀបពិតយើងអាច access វាបានតាមរយៈចូលទៅក្នុង localhost 1000// យើងពេលនេះពេលដែលយើងមាន API ហ្នឹងយើងត្រូវ /API ព្រោះវាអត់ដូចជា web.php ទេ web.php យើងអាច access អត់ចាំបាច់មាន API ទេតែដល់ពេលយើងធ្វើនៅក្នុងAPI នេះយើងធ្វើនៅក្នុង API.php យើងធ្វើ /API ហើយមិន / ឈ្មោះ user អីចឹងទៅអញ្ចឹងនៅក្នុងនេះពេលដែលយើង try to access user គឺយើង access អត់បានទេដោយសារតែយើងអត់ទាន់ log in អញ្ចឹងមែនតើអាហ្នឹងក៏យើងបាច់ទៅខ្វល់អីដែរនៅក្នុងកន្លែងនេះខ្ញុំនឹងនិយាយតាមក្រោយព្រោះវាតទៅ middleware អីផ្សេងទៀតនៅក្នុង Laravel យើងមាន middlewareអូខេអញ្ចឹងនៅពេលដែលខ្ញុំចង់ធ្វើ API ឥឡូវពេលដែលខ្ញុំចង់ធ្វើ API អ្នកគ្នាសម័យមើលថាអ្នកគ្នាចង់ធ្វើ API អីគេ For example ដូចអ្នកនរគ្នាចង់ធ្វើ API តាក់ទងមួយ employee ឬក៏អ្នកនរគ្នាចង់ធ្វើ API ជាមួយអីក៏បានដែរឧទាហរណ៍ថាឥឡូវខ្ញុំធ្វើតាក់ទងមួយអីគេឧទាហរណ៍ថាខ្ញុំធ្វើតាក់ទងជាមួយនឹង post post យើងដូចជាមានហើយដឹងខ្ញុំសូម check ចូល env មើល database យើងជាមួយគេគឺយើងមាន block app អញ្ចឹងនៅក្នុង block app នេះអ្នកនរគ្នាអាចចូលទៅក្នុងយើងមាន block app នេះ database យើងអញ្ចឹងយើងដូចជាមាន table post រួចហើយអញ្ចឹងនៅពេលដែលយើងមាន table post អញ្ចឹងតើពេលដែលយើងចង់ធ្វើ API តើយើងនឹងត្រូវធ្វើបែបម៉េចយើងមាន database ស្រាប់ហើយអញ្ចឹងយើងធ្វើម៉េចទៅនៅពេលដែលអ្នកនរគ្នាចង់ធ្វើនៅ API គឺយើងអត់មានអីពិបាកទេយើងចាប់ផ្ដើមពីការ get data ទៅមុនដោយសារយើងមាន data ស្រាប់ដែលយើងបញ្ចូលហើយអញ្ចឹងយើងចាប់ផ្ដើមពី get data អ្នកនរគ្នាត្រូវបង្កើត route ពេលដែលអ្នកនរគ្នាធ្វើពី API អ្នកនរគ្នាត្រូវបង្កើត route អូខេអញ្ចឹង basic នៅក្នុងការបង្កើត route គឺយើងបង្កើតដូចឥឡូវអញ្ចឹងនេះយើងប្រើ route.2 get ឬក៏ post put អីចឹងទៅយើងត្រូវស្គាល់អំពី method http common common route method អូខេអញ្ចឹងយើងមាន common route method យើងមានអីគេទី1យើងមាន get គឺយើងប្រើដើម្បីទៅ retrieve data post យើងប្រើដើម្បីទៅ create data put យើងឬក៏ patch នេះគឺយើងប្រើដើម្បីទៅ update existing data ហើយនឹងទី4គឺ delete យើងប្រើដើម្បី remove data អញ្ចឹង for example អ្នកនរគ្នាចង់ get data អ្នកនរគ្នាត្រូវបង្កើត route ជាលក្ខណៈបែបយើងមាន route ជា2 get For example ដូចអ្នកនរគ្នាចង់ធ្វើតាក់ទង post អ្នកនរគ្នាប្រើ route post ហើយយើងដាក់ function អានេះខ្ញុំបិទអានេះក៏បានដែរកុំឲ្យវា suggest មកព្រោះកុំឲ្យវា auto complete អូខេបាទ
Dân lại ní cứ lại function còn mấy dân bật bào chẳng máu nơi lại ní dân bật cái tập năng tới cứ dân ai access bài này dân ai return ai kì dân ai return for example là họ nhầm return string data chẳng nào ai access post nâng bàn nào ai cho trong browser dân đồ này lúc họ cho bí pon bảy pon API slash post đấy chẳng như cái string data bùn tai muốn về để nè tọt này return là string data nữa ta dân ban data pin nào cứ nè tọt này từ từ cái port nè nè support fastcatdb nè này thầy cho trong api.php từ cái use hay dân import library package nâng tới muốn dân return data này từ query data from db chẳng nè thầy ai per db chụp phí table name bên dưới cứ mua thà post chẳng nè thầy trong bài này cái này trong tiên nhé get okay get chẳng như get mà cô bên này cái dương per đầm bay get data từng pi database màu pi get post từng pi database màu bây giờ get data pi database màu cái này này data declare variable thà post màu cho mọi người chẳng nơi p đại dương tiên data ban máu dương ai return nè post nâng tới bàn ok ai dương right click dương format document mùi máu ở dương back tới browser bên dưới dương thực refresh nên nó nâng khơi dương từ tua bàn nơi data nó toàn hết chứ toàn đấy đi dương vô từ tua bàn đấy toàn hết lại chẳng như ai thấy API 3 này thở ta bình năng đã vô lấy đi dân everyone vô chưa hoạt đón dương mình flop đôi chỉ tệ tung mũi họ thà dương per mũi fake store API chứ họ đón dương per mũi fake store API họ dương cho từ get product chứ vì chỉ API mũi để cái public to the server that everyone can access chẳng với đôi khi bao dương lợi ní coi dương cái bông để thuê API đôi khi còn tha dương thuê được trong local bên dương dương ở toàn public vì từ lờ server chân I mean là cái access ban kèo bị nhôm đề for nào tại bây giờ nhôm public viết nên hai cái chỉ API bỏ nhôm chân cả bìa API vì mình chỉ a lùm bạ thế ở tại dương vô làm bị database mà chân luôn dương ai thơ bài này ok ok chẳngបន្តមកទៀតអ្នកទាំងគ្នាត្រូវចេះពេលដែលយើងធ្វើ API គឺយើងមិនត្រូវ return direct ចេះទេយើងអាច return ជា response ពេលដែលយើងធ្វើ API យើងត្រូវ return ជា response យើងត្រូវហៅ response method ហើយយើង point ជានេះយើង point to JSON អញ្ចឹងពេលយើងដាក់ to JSON ចេះអ្នកទាំងគ្នាអាចបោះអីផ្សេងទៅបានពេលដែលយើងធ្វើ API អ្នកទាំងគ្នាប្រហែលជាធ្លាប់ឃើញfor example ដូចកន្លែងនេះយើងមាន data អញ្ចឹង data យើងអត់ប្រើចុចពី PHP យើងប្រើចេះយើងបោះ post ទៅយើងបោះ post ទៅអញ្ចឹងពេលដែលខ្ញុំបោះ post នេះទៅកន្លែងនេះវា error ដោយសារតែវាត្រូវការនៅ array មួយទៀតអូខេអញ្ចឹងយើងមក refresh អញ្ចឹងយើងនឹងទទួលបានបែបនេះអូខេយើងមាន object data មួយចូលដល់ data បានវាចេញអញ្ចឹងទៀតពិតទៅបើមុនហ្នឹងយើង return ធម្មតាអញ្ចឹងក៏បានដែរយើង return post ចេះទៅក៏បានដែរប៉ុន្តែនៅពេលដែលយើង return post អញ្ចឹងគឺយើងអត់អាចដាក់អីបានផ្សេងទៀតទេ for example ដូចអ្នកទាំងគ្នាមាន message ណានេះមិនមាន message ចេះអូខេយើងមាន message successful ឧទាហរណ៍អូខេ yeah success អីចឹងទៅបាទមាន message success មាន success true អីចឹងទៅ for example ណា for example យើងដាក់អញ្ចឹងទៅឧទាហរណ៍យើងមានអញ្ចឹងកន្លែងនេះយើងដាក់អញ្ចឹងទៅគឺបានវាល្អនេះអូខេអញ្ចឹងយើងមាន success true អីចឹងនៅពេលដែលគេ get data sometimes ហើយយើងអាចធ្វើអញ្ចេះទៀតដោយសារតែនៅពេលដែលយើង build API យើងអាចបោះដូចជា status ឧទាហរណ៍200អីចឹងទៅនេះយើង return ជា response ជា JSON មែនតែយើងអាចបោះដូចជា status 200អីចឹងទៅពេលយើង get data បាន success ឬយើង return status 200ទាំងនេះក៏ត្រូវយល់អំពី status មួយចំនួនដែរប៉ុន្តែយើងបាច់ចាំទេ HTTP status code
Trước này anh mà search lên internet tới HTTP dương mờ nè số mờ thì mà nhung số mờ thì mờ W school số mờ sao bị group ở trường chấn chứ tôi tới status HTTP status code vì miền chấp bị rồi tới chứ tôi tới nếu bên này để cái thơ API rồi có cái trong check hả API bên dưới với success out chẳng ghi mơ status bà xin chỉ API return status bị rồi bên này thả success ok adminបញ្ហាទេការ query តាម HTTP ហ្នឹងគឺទទួលបានជោគជ័យប៉ុន្តែមិនប្រកាសថាបាន data ទេប៉ុន្តែគេដឹងថា HTTP ពេលដែល client request មកហើយបាន status 200បានន័យថាវា success ដល់ពេល201 201គឺបានន័យថាយើងបានបង្កើត record ថ្មីអញ្ចឹងនៅពេលដែលជាទូទៅបើសិនជាយើងធ្វើ standard គឺ201បានន័យថា created data របស់យើងបង្កើតដោយជោគជ័យអញ្ចឹង status ផ្សេងៗទៀតវាអាចនឹងអត់វា optional ទេ status ពួក3គុណនេះគឺក៏អត់សូវមានដែរប៉ុន្តែពួក status 4នេះគឺភាគច្រើនគឺតាក់ទងមួយ client error ចាប់ពី status 400ទៅគឺ client error ដូចជាពេលដែល server side return 400បានន័យថា bad request ហ្នឹងគឺសំដៅទៅលើយើងបោះ JSON ទៅអត់ត្រឹមត្រូវវាត្រូវ format ឬក៏អត់គ្រប់ field ឲ្យគេអញ្ចឹងទៅអញ្ចឹងគេនឹង server side គឺមានតួនាទី validate គេនឹង return ឲ្យយើងទៅជាមួយនឹង bad request គឺ status 400ហើយមួយទៀតគឺ401នេះតាក់ទងមួយ authorization unauthorized ហ្នឹងគឺសំដៅទៅលើ for example ដូច user ម្នាក់ហ្នឹងគាត់មិនជា super admin ទេឬក៏គាត់មិនជា admin ទេប៉ុន្តែគាត់ try to access dashboard ឬក៏ try to access អីដែលវាមិនជា public for គាត់សម្រាប់គាត់អញ្ចឹងវាធ្វើឲ្យ server side ដឹងថាយើងកំពុង access តែយើងអត់មានសិទ្ធិទេអញ្ចឹងគេនឹង return status 401មានន័យថា unauthorized អូខេអញ្ចឹងតាក់ទងមួយ402អីអញ្ចឹងទៅគឺតាក់ទងមួយ payment require អីអញ្ចឹងទៅហ្នឹងក្នុងករណីយើងធ្វើតាក់ទងមួយ payment ទី3ដូចជា403គឺ forbidden ហ្នឹងគឺសំដៅទៅលើដូចថាយើង try to access អីមួយដែល server អត់ឲ្យ access អីអញ្ចឹងណាបាទដូចឧទាហរណ៍ថាយើង try to access រូបភាពគេនៅលើ server អីចឹងតែយើងអត់មានសិទ្ធចូលក្នុងហ្នឹងទេអញ្ចឹងគេអាចនឹងទទួល status 403 forbidden ហើយ404គឺយើងដឹងហើយថា not found for example ដូចតាក់ទងមកយើងអានេះចោះឧទាហរណ៍ថាយើងវាយ post អីចឹងឃើញទេវាអត់មាន route មួយឈ្មោះថា post s ចឹងទេអញ្ចឹងគឺ not found អញ្ចឹងកាលណា return status not found គឺបើនេះយើងអាច access អាហ្នឹងបាននេះហើយផ្សេងទៀតដូចជាអត់អីទេហើយមួយទៀត status 500គឺអាសាជួបដែរ status 500គឺ internal server error អញ្ចឹង message ហ្នឹងគឺវាទទួលបាននៅពេលដែលខាង server error អីចឹងវានឹង return ទៅមួយ status 500ណោះបាទrefresh let refresh មួយអញ្ចឹងយើងឃើញ data របស់យើងហើយប៉ុន្តែឥឡូវមុននឹងយើងចូលទៅ test postman ខ្ញុំចង់ធ្វើមួយទៀតឲ្យបាន2កុំឲ្យយើងបានតែមួយទៀតប៉ុន្តែខ្ញុំចង់ធ្វើឲ្យហើយទាំងអស់ហ្មងបណ្ដាខ្ញុំចង់ធ្វើ step by step ព្រោះអីវាជាការចាប់ផ្ដើមដំបូងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា clear and easy to understand វាអញ្ចឹងខ្ញុំនឹងមួយតោះឥឡូវយើងចង់ create ខ្ញុំធ្វើមួយទៀតតើទៅមួយ create ចឹង create ហើយយើងទាញមកវិញពេលដែលអ្នកទាំងនេះចង់ create យើងធ្វើម៉េចឥឡូវយើងកំពុងប្រើទៅមួយ query builder នៅពេលដែលយើងចង់ create ដូចគ្នាអ្នកនេះស្ទើរតែ copy code ដដែលអីដែលអ្នកទាំងគ្នាត្រូវបដូរគឺcode កន្លែងនេះយើងអាចលុបវាសិនក៏បានពេលនេះអ្នកនេះចង់ create អញ្ចឹងនៅពេលដែលអ្នកទាំងនេះចង់ create db.p table ណាដែលអ្នកទាំងគ្នាចង់ create អញ្ចឹងនៅពេលដែលអ្នកទាំងគ្នាចង់ create ឬក៏យើងអាចមកមើល document ក៏បានដែរខ្ញុំក៏អត់ចាំដូចគ្នាខ្ញុំវិញបើតែ sometimes ដូចខ្ញុំធ្វើបច្ចេកធ្វើអីអញ្ចឹងខ្ញុំដោយសារខ្ញុំសេកូដច្រើនប្រភេទអញ្ចឹងខ្ញុំមិនអាចចាំទេ
ខ្ញុំមិនចាំដូចគ្នាអញ្ចឹងខ្ញុំមកមើល document ដូចគ្នាអត់នេះចេះមើលដូចយើងចូល query builder អញ្ចឹងយើង search ចុច control F មកយើងស្វែងរកកន្លែង insert អញ្ចឹងយើងចង់ insert បែបម៉េចនេះយើងទៅរកកន្លែង insert statement មកអញ្ចឹងយើងស្ទើរតែ copy code របស់គេនឹងមកតោះមក paste យកមកនេះបាទយើង paste យកមកអញ្ចឹងយើងចង់បង្កើតទៅក្នុង table post យើងដូរដាក់ table post របស់យើងមក insert អញ្ចឹងយើងដឹងហើយថានៅក្នុង table របស់យើងវាមាន column អីខ្លះវាមាន title body image URL អញ្ចឹងកន្លែងនេះយើងមាន title body ហើយនឹង command មក image URL តមក image URL នេះអ្នកនេះអាចធ្វើម៉េចពេលដែលអ្នកទាំងនេះ create គឺអ្នកទាំងនេះត្រូវចាប់ request ពី client មកអញ្ចឹងយើងត្រូវធ្វើម៉េចដើម្បីចាប់បើយើងដាក់ឥឡូវយើង fix បើយើងដាក់ឥឡូវយើង fix អញ្ចឹងតោះឥឡូវខ្ញុំទៅ step by step សិនខ្ញុំទៅតាម step មួយសិនឥឡូវខ្ញុំដាក់ចឹងសិនឧទាហរណ៍ថាឥឡូវខ្ញុំ fix image URL ចុះខ្ញុំទៅយករូបភាពពី internet ពី database យើងមកហ្នឹងយើងមក fix ចោលសិនទៅអូខេខ្ញុំនឹងដាក់ហ្នឹងtitle ខ្ញុំដាក់ថា test ចុះឧទាហរណ៍ body ខ្ញុំដាក់ថា test ដូចគ្នាអូខេប៉ុន្តែអ្នកនេះត្រូវមើល method ដែលខ្ញុំបញ្ជាក់កន្លែងនេះនៅពេលដែលអ្នកទាំងអស់គ្នាចង់ធ្វើការ create data អ្នកនេះត្រូវប្រើ method post ណោះអ្នកនេះត្រូវប្រើ method post ឈ្មោះ route ដូចគ្នាក៏អត់អីដែរឈ្មោះ route get និង route post ឈ្មោះដូចគ្នាក៏អត់អីដែរឲ្យតែខុស method អញ្ចឹងពេលដែលអ្នកទាំងអស់គ្នា request មកវាអត់ចេះជន់គ្នាទេវាដឹងថាអ្នកទាំងអស់គ្នាកំពុងតែ request តាម method ណាបើអ្នកទាំងអស់គ្នាប្រើ route ដូចគ្នាក៏ពិតមែនតែយើងប្រើតាម method post វានឹងរត់ point មក function នេះដើម្បីវា execute ដើម្បីយើងធ្វើការ create ធ្វើការ insert data ចូលក្នុង database បើសិនជាយើង request តាម method get វានឹងចូលក្នុង route get នេះវានឹងទៅទាញ data ឲ្យយើងហើយអញ្ចឹងឥឡូវយើង back មក postman អញ្ចឹងអ្នកទាំងអស់គ្នាក្នុងនាមយើងជា full stack back end យើងត្រូវតែស្គាល់ postman ត្រូវតែស្គាល់ tool ធ្វើការ test មួយ API អញ្ចឹងខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងធ្វើការ install postman នឹងហើយទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នា install postman នឹងទាំងអស់គ្នាមកវានឹងចេញបើកមកវាចេញដំបូងប៉ុន្តែអីដែលអ្នកទាំងអស់គ្នាសំខាន់ជាងគេយើងត្រូវមកបង្កើត workspace ការបង្កើត workspace យើងត្រូវចែកឲ្យដាច់កុំឲ្យដោយសារតែពេលដែលយើងធ្វើការយើងមិនមែនធ្វើតែមួយទេឧទាហរណ៍ដូចខ្ញុំជាក់ស្ដែងអញ្ចឹងខ្ញុំព្រៀនសិស្សផងអីផងខ្ញុំធ្វើការផងនៅក្រុមហ៊ុនផងខ្ញុំធ្វើការខ្ញុំផងអញ្ចឹងជួនកាលខ្ញុំប្រើ account មួយគ្នាអញ្ចឹងយើងត្រូវការបង្កើត workspace ផ្សេងគ្នាដើម្បីកុំឲ្យវា confuse វាច្រឡំគ្នាអញ្ចឹងយើង create workspace មួយមកនៅពេលដែលយើង create workspace វាមាន a lot option ឲ្យយើងមាន template ឲ្យយើងប៉ុន្តែ for now អ្នកទាំងអស់គ្នាចាប់ផ្ដើមដំបូងគឺយើងយក blank workspace មកចុច next អ្នកទាំងអស់គ្នាមើលកន្លែង option កន្លែងនេះមាន public partner and internal បានន័យថាយើងប្រើដើម្បីនៅក្នុង team របស់យើងឬក៏ individual យើងប្រើខ្លួនឯងហ្នឹងឬក៏អ្នកទាំងនេះចង់ public បើអ្នកទាំងនេះ select យក public workspace របស់យើងគឺ everyone នៅលើ internet គឺអាច access បានប៉ុន្តែបើសិនយើងយក internal វា private ទេឬក៏បើសិនជាយើងអាច share នៅក្នុង team អីបានបាទ partner អីចឹងទៅយើងអាច share មួយ API secure អីហ្នឹងបានណា securely with trust partner អីចឹងប៉ុន្តែ for now យើងយក internal សិនដាក់ workspace របស់យើង for example អ្នកទាំងគ្នាដាក់ថា block Laravel អីចឹងទៅអូខេ block Laravel អញ្ចឹងនៅក្នុងនេះយើងអាចចុចcreate ដល់ពេលយើង create មកយើងនឹងទទួលបាន collection មួយអញ្ចឹងអ្នកនេះអាចចុច create collection មួយមក collection ហ្នឹងវាដូចជាការ group request របស់យើងអញ្ចឹង for example អ្នកទាំងគ្នាធ្វើការនៅលើ post អញ្ចឹងអ្នកនេះបង្កើត collection មួយហៅថា post ដូចគ្នាណោះអូខេយើងបង្កើត collection មួយ post ដូចគ្នាអញ្ចឹងពេលដែលយើងបង្កើត collection post អ្នកទាំងនេះអាច add request បានអញ្ចឹងអ្នកនេះអាច add request បានអញ្ចឹងកន្លែងនេះអ្នកនេះដាក់ទៅអ្នកនេះចង់ get អ្នកនេះដាក់ get ទៅអញ្ចឹងយើងមើលទៅដឹងកន្លែងនេះនៅក្នុង post យើងប្រើដើម្បី get នៅពេលដែលអ្នកទាំងនេះ get វាត្រូវការដឹង URL តើ get មកពីណា endpoint មួយណា URL មួយណាអញ្ចឹងយើងត្រូវចូលមើលនៅក្នុងនេះឧបមាថាអ្នកនេះចង់ get នេះយើង copy មកនេះ copy URL ហ្នឹងមក paste មកអូខេ
ហើយđây bạn nhung đấng thì mỗi việc thời ca này tọt thêm base domain anh ấy cái base domain chẳng nơi bây giờ dương thư API nó là bởi dương miến slash API hay đừng slash route bên dương route dương cứ post chẳng như cho get tới send request tới đang nên tụ bàn data chẳng postman dương phở là mày chẳng dương mờ ok dương mờ chẳng hay sầm nốt số tham mấy cô dương mình pra nước lơ browser tới bờ browser get bán cho mình từ từ làm postman đấy để xa tại vì miền hướng chỉ chớn đôi chữ cả upload file đôi chữ cả cả data ấy chẳng cứ giờ còn ai phải tam browser tới browser cứ support bàn đặc get đấy bây giờ trong create trong ấy cứ ở bàn để được chứ này thời phải tool postman lại ní đừng bây giờ chỉ phím nghĩ số nào thì ai cho control đi rồi có command đi on Mac để tao thì ai thực đã tới thay create để chẳng thấy và tao mới thấy change method ok change method chứ đây bây giờ nè tao thì trong create nhà thấy thầy cho từក្នុង body và đây là sao lấy dương mờ nó không lại get dương get ban mồi và đây là bây giờ dương thứ ca create cứ dương thứ mày nếu bây giờ dương create cứ dương toàn chập request bị postman màu thế chẳng là lấy nhưng còn là cho send request tới sẵn bữa nay muốn send request nhôm cho được không PHP mà admin sẵn hay nhôm đừng thử cả send request mùi bây giờ nhôm send request vì admin response ấy màu thế để sao tại nhóm mình toàn được xây code return response màu bình tế bữa nay code ní vì ai execute bàn ấy chẳng việc hai insert cho lại chẳng nhôm cho đượcក្នុង database ខ្ញុំ refresh ថាវាបាន bull record អត់ចម្លើយគឺ yes វាចូលបាន bull record នេះដោយសារតែ function នេះវា execute ប៉ុន្តែឥឡូវគឺយើងគ្រាន់តែ fix data សិនទេ data យើងគឺ fix បាទ fix ចោលសិនប៉ុន្តែយើងចង់ដឹងថាមួយទៀតធ្វើម៉េចដើម្បីយើងចាប់ data មកបានអូខេធ្វើម៉េចដើម្បីយើងចាប់ data មកបានចឹងនៅពេលដែលយើងចាប់ data ថ្ងៃមុនយើងប្រើនេះនេះ fastcat នេះចឹងយើងនេះ HTTP នេះបាទ HTTP request នេះយើងត្រូវការ copy អាហ្នឹងមកឬក៏យើងស្គាល់យើង import យកតែម្ដងយើងត្រូវការចាប់ request ហ្នឹងមកចាប់ request ហ្នឹងមកកន្លែង function នេះអ្នកនរគ្នាត្រូវដាក់ថា request ហើយប្រើ $request ចឹងនៅក្នុង PHP យើងចង់ log ឬក៏យើងចង់ debug គេប្រើ DD ហ្នឹងគឺដូច die dump គឺបានន័យថាវា print ចេញមកហើយ code វាអត់ execute ទៅក្រោមទេចឹងយើងអាចយក point មកកាន់ request ហើយយើងអាច point មកកាន់ all ដើម្បីយើងចាប់យក data ដែល client side គេបោះមកចឹងឥឡូវឧទាហរណ៍ថាខ្ញុំចុច send request មួយចម្លើយនៅក្នុងនេះវា error ដោយសារតែអីគេ cannot use HTTP request as request name already use ដោយសារយើងមានហើយយើង import ពីរដងម្ដងទៀតចុច send request អូខេចឹងនៅពេលដែលយើងចាប់ request មកយើងអាចចុចនៅលើ preview អ្នកនាងនឹងឃើញនៅ API line ទី27ឃើញថានេះបន្ទាត់នេះជាអ្នក lock មកហើយវា lock មកគឺបាន empty array គឺអត់មាន data ដែល pass ទៅទេដោយសារតែយើងអត់មាន data បោះទៅទេអញ្ចឹងនៅក្នុង postman តើយើងនឹងបោះ data តាមណានៅក្នុង postman គឺយើងមាន option ច្រើនយើងអាចប្រើទៅមួយ form data យើងអាចប្រើតាក់ទងជាមួយនឹងនេះ HWW អីនេះបានឬយើងអាចប្រើតាម raw នេះក៏បានតែជាទូទៅ form data គឺយើងប្រើនៅពេលណាដែលយើងមាន file មានរូបភាពមានអីចឹងណាយើងប្រើតាម form data តែបើសិនបើ data ប៉ុនយើងដូចជាឥឡូវនេះវាមាន row body image URL ចេះទេតែនេះអាចបោះវាតាម raw បានហើយអ្នកនេះ make sure ថាយើង select យក option យកជា JSON អញ្ចឹង object JSON យើងដឹងហើយថាវាមាន object ចេះដូច map ចឹងយើងអាចបោះបានយើងបោះ row ទៅនៅក្នុង JSON យើងចុច2បន្តមក row ឧទាហរណ៍ថាខ្ញុំដាក់ថា push notification ចុះឧទាហរណ៍ចុច2command body welcome back អីចឹងទៅឧទាហរណ៍ណាបាទទី3គឺ image URL ចឹង image URL គឺមិន image URL អ្នកទាំងនេះអាច copy អានេះមកក៏បានហើយយើងអាច pass ទៅហើយយើងនឹង send request ចឹងចម្លើយអ្នកទាំងឃើញ
dương đừng chập data năng màu bàn này nhớ này bây giờ dương chập data năng bán hướng ấy hai đấy ban chỉ dương mình ai đi bia bán dương mình ai thử bia bán thật bây giờ chập bàn data ấy chứ nên bây giờ dương chập bàn data bên đấy dương đang thả function này cứ chập bàn data bị client bỏ màu chứng client bỏ máu dương ai chập gì màu bán dương bật dương lục code lại tới chân cái lại này dương chụp phịch chân dương per request màu bình dương per request point mechanic title ok request point mechanic body request point mechanic image URL ok bạnបន្ទាប់ពីយើងទៅសេកូដនឹងហើយយើងសង្ឃឹមថាកូដរបស់យើងវានឹងបង្កើតបានជោគជ័យហើយប៉ុន្តែ client គឺគ្នាចាំ response ទោះបីជាយើងបង្កើតហើយក៏ដោយប៉ុន្តែ client គ្នាអត់ដឹងឧទាហរណ៍ថាឥឡូវនេះយើងចូលទៅក្នុងMySQL ហើយយើង refresh អញ្ចឹងយើងឃើញមាន4 record ពេលនេះបើសិនជាយើងចុច send request វាច្បាស់ជា create ដែរតែវាអត់មានអីប្រាប់ client ថាមិនអីrecord ខ្ញុំបង្កើតបាន success ឬក៏បរាជ័យមិនតែមែនតើ record បង្កើតហើយនេះឃើញវាចូលឃើញអត់គឺយើងចូល5 record ទេអញ្ចឹងនៅក្នុងការធ្វើ API ពេលដែលយើងធ្វើការចប់យើងត្រូវ return response ប្រាប់ client វិញថាយ៉ាងម៉េចហើយ success ឬក៏ error តោះនេះអញ្ចឹងហើយមាន event ទេនៅកន្លែងនេះអ្នកងារប្រាប់ទៅយើងអាច declare variable ថា post ស្មើប៉ុណ្ណឹងទៅអញ្ចឹងនៅពេលដែលយើង create ចប់យើងអាច return response ប្រាប់ client បានយើង return response ប្រាប់ client មកថាយើងបង្កើត post នឹងបានជោគជ័យហើយអញ្ចឹងខ្ញុំអាចបោះ post នឹងទៅអូខេខ្ញុំអាចបោះ post នឹងទៅបាទ success អូខេអញ្ចឹងខ្ញុំនឹងសាកល្បងចុច send request ម្ដងទៀតអញ្ចឹងយើងអាចចូល JSON កន្លែងនេះមកអ្នកទាំងគ្នានឹងឃើញអញ្ចឹងនៅពេលដែលយើងបង្កើតចប់យើង return response គឺជាការឆ្លើយតបទៅ client វិញថាខ្ញុំបានបង្កើតជោគជ័យហើយអ្នកនេះមើល status កន្លែងនេះ status កន្លែងនេះគឺ200អ្នកនេះចង់ដាក់200ឬក៏201ក៏បានបើសិនជាឲ្យត្រូវហ្មងគឺ201អញ្ចឹងណាអញ្ចឹង status កន្លែងនេះអ្នកនេះមើលកន្លែងនេះនៅក្នុង Postman យើងឃើញ200អញ្ចឹងវាអូខេអញ្ចឹងបើមិញហ្នឹងខ្ញុំចុចដូរខ្ញុំដូរទៅជា201វិញអញ្ចឹងកន្លែងនេះវានឹងដូរនេះ201បានន័យថា created អញ្ចឹងយើងបានបង្កើតជោគជ័យហើយអញ្ចឹងនេះគឺការ get និងការ createចុះដល់ពេលអ្នកគ្នាចង់ធ្វើការ update វិញតើអ្នកទាំងគ្នាធ្វើម៉េចដើម្បីđể update បានអ្នកគ្នាអាចប្រើ method ឈ្មោះ post ដដែលអ្នកគ្នា copy paste មកប៉ុន្តែយើងគ្រាន់តែធ្វើការដូរលុបកូដកន្លែងនេះចោលនៅពេលដែលយើង update នៅពេលដែល update មុននឹងយើងកាលពីថ្ងៃមុនយើងមិនបានរៀនអំពី route parameter គឺ route តាមរយៈ ID នៅពេលដែលយើងធ្វើការ update យើងត្រូវការដឹង ID គឺ route របស់យើងគឺយើងអត់អាចបង្កើតចេះមកបានទេអ្នកគ្នាត្រូវបោះ ID មកដែរអញ្ចឹងយើងត្រូវមាន slash ហើយយើងដាក់ថា ID យើងត្រូវដាក់បែបនេះហើយកន្លែងនេះយើងអាចថែម parameter ទៅមួយ ID បាទដើម្បីយើងអាចចាប់ពី URL មកបានអញ្ចឹងឧទាហរណ៍នៅកន្លែងនេះខ្ញុំប្រើ ខ្ញុំប្រើ DD អញ្ចឹងទៅហើយខ្ញុំ log $ID របស់ខ្ញុំហើយយើងបិទ comma មួយមកនៅពេលដែលយើង update អ្នកទាំងគ្នាអាចប្រើ method post ក៏បានប៉ុន្តែយើងអាចប្រើ method put ដើម្បីកុំឲ្យ confuse អញ្ចឹងយើងត្រូវប្រើ method put អញ្ចឹងនៅពេលដែលយើងដាក់ /id បែបនេះយើងត្រូវចូល postman យើង control D ឬក៏ command D on Mac អញ្ចឹងយើងត្រូវដូរទៅជា method អាច put ឬក៏ update អញ្ចឹងទៅអញ្ចឹងអាច change method នេះពី post ទៅជា put ព្រោះពេលនេះយើងចង់ update តែបើអ្នកទាំងគ្នា send ឥឡូវគឺអត់ប្រយោជន៍ទេបើយើង send ឥឡូវយើងអត់មាន specific អីគឺគេនឹងប្រាប់ថា method ហ្នឹង not allow ដោយសារតែវាអត់មាន method យើងមាន method put មាន route ហ្នឹងត្រូវហើយឈ្មោះ route ឈ្មោះហ្នឹងត្រូវហើយប៉ុន្តែដោយសារតែ route put របស់យើងគឺយើងមាន ID អញ្ចឹងបើយើងអត់បោះ ID ទៅវាអត់ដឹងថាយើងកំពុងតែ request ទៅកាន់ route មួយហ្នឹងទេដើម្បីបោះ ID បានឧទាហរណ៍ឥឡូវខ្ញុំចង់ update post មួយណាឧទាហរណ៍ឥឡូវខ្ញុំ get post អញ្ចឹង post វាមានច្រើនវាមាន post ID លេខ1លេខ2លេខ3រហូតដល់ post លេខ7អញ្ចឹងតើយើងចង់ update post មួយណាអញ្ចឹងអ្នកនរត្រូវចូលទៅក្នុង
paste put ហើយយើងដាក់ slide ID យើង send request អញ្ចឹងអ្នកនរឃើញវានឹងចាប់ ID ដែលយើងបោះតាម URL ហ្នឹងទៅអូខេយើងបោះមែនវាចាប់បានប៉ុណ្ណឹងអញ្ចឹងពេលដែលយើងចាប់ ID មកហើយយើងក៏ត្រូវការចាប់ request ដូចគ្នាដូចនៅកន្លែងនេះអ្នកក៏ត្រូវចាប់ request ដែរព្រោះអី ID គឺយើងត្រូវបោះមកដើម្បីឲ្យដឹងថាតើយើងចង់ update record មួយណាចំណែកឯ request គឺជាទិន្នន័យថ្មីគឺជា data ថ្មីដែល user ចង់ធ្វើការ update អូខេអញ្ចឹងយើងស្ទើរតែ copy ពីឥលើមកដូចជាมันមានអីជាអី special ទេគឺយើង copy ឥលើមកអញ្ចឹងប៉ុន្តែយើងគ្រាន់តែដូរទៅជា update បាទយើងដូរទៅ update អញ្ចឹងកន្លែងនេះពេលដែលយើង update យើងធ្វើអញ្ចេះយើងអត់ដឹងទេចាំតិចសុំធីមួយសិនបាទអញ្ចឹងយើងអាចទៅអញ្ចេះយើងអាចទៅសរសេរ code ចេះយើងអាចដាក់ថា post ស្មើអីគេណាអញ្ចឹងខ្ញុំសុំមើលសិនខ្ញុំភ្លេចដែរអញ្ចឹងខ្ញុំឧទាហរណ៍ថាខ្ញុំចង់ update ខ្ញុំស្អីពីថា update អញ្ចឹងខ្ញុំទៅរក update statement នេះ update statement អញ្ចឹងការ update statement គឺអ្នកទាំងគ្នាអាចcopy មកអ្នកនេះអាច paste មក replace មក affected អញ្ចឹង affected នេះគឺគឺបានន័យថាបើសិនជាវា update បាន success វានឹង return 1តែបើអត់ទេវានឹង return 0មកអញ្ចឹង db.p table ប៉ុណ្ណឹង table យើងគឺ post អញ្ចឹងយើងដូរដាក់ post មក where id ស្មើមែន id អីគេនេះ id នេះយើងជប់ fix លេខយើងប្រើ $id មកហើយយើងចង់ update អីខ្លះអញ្ចឹងយើងចង់ update អីខ្លះយើងបោះមកយើងចង់ update អីគេខ្លះបាទយើងចង់ update អីគេនេះ copy មកនេះបាទ paste មកចង់ update អីគេខ្លះមានអីថា update អត់អូខេបាទអញ្ចឹងយើង right click format អូខេអញ្ចឹងនៅក្នុងកន្លែងនេះអ្នកនរអាចបានន័យថាម៉េចអ្នកទាំងនេះអាច check condition បានប្រសិនបើ $affected ស្មើ0អញ្ចឹងយើងនឹង return response ជា JSON ដោយប្រាប់ថាអីគេ success យើងគឺ false បាទ successful status គឺដោយសារតែ404 not found បាទប៉ុន្តែអូខេប៉ុន្តែបើសិនជាគេអ្នកនេះបើសិនបើវាមិនស្មើ0ទេវាមិនស្មើ1វាមានតែប៉ុណ្្នឹងអញ្ចឹងយើងអាច return response ប្រាប់ client ហ្មងជា JSON ប្រាប់ជា JSON ហ្មងគឺយើងធ្វើអីគេមុននឹងយើង return យើងត្រូវ update សិនត្រូវអីតាហ្នឹងហើយត្រូវអីតាយើងអាច return success true data ថ្មីដែលយើង update yeah success true ដាក់ប៉ុណ្្នឹងសិនទៅអូខេបាទ let's try តែ update ឥឡូវឧទាហរណ៍ខ្ញុំចង់ update ID លេខ1នេះ hi guy នេះ hi guy នេះខ្ញុំចង់ update ID លេខ1ហើយខ្ញុំចង់ update hi guy ហ្នឹងឧទាហរណ៍ខ្ញុំចង់ update ទៅជាlearning ចុះឧទាហរណ៍ learning Laravel ចុះអូខេខ្ញុំចុច send request អញ្ចឹងអ្នកនេះនឹងឃើញ success true អញ្ចឹង success true អ្នកនេះអាចចូលទៅ get data វិញតើវានឹង update ពីនេះវាទៅជា learning Laravel វិញ learn Laravel អញ្ចឹងតែអូខេតោះណាអញ្ចឹងទាំងអស់គ្នាទទួលបានទេ everyone ចុះបើ ID ដែលខ្ញុំអត់មានឧទាហរណ៍ ID លេខ10អញ្ចឹងខ្ញុំអត់មានទេត្រូវអត់ខ្ញុំ send request ខ្ញុំព្យាយាមទៅ update អញ្ចឹងឃើញ successful គឺ404 not found វាអាចទៅ update បានទេពីព្រោះវាអត់មាន record ID លេខ10នៅក្នុង database អញ្ចឹងវាអាចយើងត្រូវប្រាប់ client អញ្ចឹងเนาะយើងត្រូវសេ code យើងប្រាប់ client អញ្ចឹងច្បាស់អញ្ចឹងគឺត្រូវហើយចុងក្រោយមួយទៀតតើតោះមួយ delete គឺ very simple មែនតើអ្នកនេះគាត់ទៅ say route ចុច2ប្រើតាម method delete ហើយយើងដាក់ route របស់យើងឈ្មោះ post ដដែល function របស់យើងអូខេ function ចឹងអ្នកនេះអាចពាក្យ delete គឺអ្នកនេះមកមើល document ទៅច្បាស់ខ្ញុំក៏មិនជឿចាំដែរបាទប៉ុន្តែខ្ញុំធ្លាប់មើលអញ្ចឹងខ្ញុំមើលបន្តិចទៅដឹងហើយ
ពេល delete គឺអ្នកគ្នាអាចប្រើ where បានdelete យើងកុំទៅសេ delete ចេះគឺ delete ទាំងអស់អញ្ចឹងយើងប្រើ delete column នេះអូខេអញ្ចឹង delete ត្រូវការ id ដូចគ្នាត្រូវការមាន slash id ហើយយើង pass code ហ្នឹងមកតោះមកអ្នកនេះត្រូវមាន id ដូចគ្នាដើម្បីចាប់ id បានមកហើយបន្ទាប់មកកន្លែងនេះគឺយើង delete នៅក្នុង table post where id ស្មើកន្លែងនេះស្មើនឹងម៉ាត់ស្មើនឹង id ចំនួនដល់ variable ហ្នឹងមកអញ្ចឹងដូចគ្នាអ្នកនេះ copy អានេះមកបាទ copy មកបើសិនជា delete នឹងស្មើ0អញ្ចឹងយើងលុបអត់បានទេតែបើសិនជា delete នឹងស្មើ1លុបបានអញ្ចឹង let's try ចូល postman command d មកនៅលើ Mac control d on Windows អញ្ចឹងយើងដាក់ថា delete មកអញ្ចឹងយើងដូរ method ទៅជា delete បន្ទាប់មកយើងដាក់ method មកយើងមាន slash man ឧទាហរណ៍ឥឡូវខ្ញុំចង់លុប id លេខ1អញ្ចឹងពេលនេះយើងមក get សិនចង់មើល id លេខ1ឃើញយើង learn Laravel អញ្ចឹងឥឡូវខ្ញុំចុច send request អូខេអញ្ចឹងវា get វា true អញ្ចឹងខ្ញុំទៅ get data ម្ដងទៀតតើវាបាន id លេខ1នឹងអត់នេះឃើញទេវាលុបបាត់ហើយចុះបើសិនជាខ្ញុំទៅលុប id លេខ1ដដែលវាលុបបាត់ហើយអត់មាននៅក្នុង database ទេអញ្ចឹងវានឹង return successful អញ្ចឹងបើ successful យើងឃើញទេ status 404អញ្ចឹងវា easy នៅក្នុង client គេអាច check មើលដឹងហើយ success ឬអត់ route នឹងដើរអត់អញ្ចឹងក្នុងនាមយើងធ្វើ API យើងត្រូវធ្វើការបានលុបបានរកឃើញរកមិនឃើញអញ្ចឹងយើងត្រូវ respond ប្រាប់ client ជានិច្ចព្រោះ respond គ្នាប្រើផ្ញើសារតាមរយៈ HTTP មកគ្នាដូចបោះសារតាម HTTP មកអញ្ចឹង HTTP វាដូចអីគេ for example ដូចអ្នកនាំសារអញ្ចឹងអ្នកដឹកអីវ៉ាន់អញ្ចឹងដឹកមកអញ្ចឹងសួរថាមានអត់មានទេអញ្ចឹងអត់មានត្រូវប្រាប់អ្នកនាំសារទៅវិញថាអត់មានទេព្រោះ client នៅម្ខាងម្នាក់អត់អាចតាក់ទងមកយើង direct ទេគឺត្រូវប្រើ HTTP ដើម្បីឲ្យមកតាក់ទងអញ្ចឹង back end ក៏ដូចគ្នា back end ក៏ត្រូវការ HTTP ដើម្បីបោះ data ដើម្បីទៅ get data ដើម្បីថាចង់បានអីប្រាប់ខ្ញុំមកអញ្ចឹងណាបាទអូខេអញ្ចឹងបើអត់មានអីទេគឺយើងធ្វើបានប៉ុណ្ណឹងអញ្ចឹងអីដែលអ្នកទាំងអស់គ្នាត្រូវធ្វើនោះបើសិនជាអត់ទាន់យើងទៅមើលវីដេអូឡើងវិញទី2គឺយើងមាន homework តាក់ទងមួយការងាររបស់យើងថ្ងៃនេះត្រូវធ្វើ CRUD operation នៅក្នុង Flutter យើងរៀនធ្វើទៅណាគ្នាយើងតោះនេះតោះណាត់នេះសេមិនឲ្យស្រួលយល់គ្នាដាក់ចេះ create CRUD API ចេះសេចេះស្រួល hello គ្នាយើងថ្មីថ្មងបាក់យល់ create CRUD ហ្នឹងមកពីពាក្យថា insert delete update ហើយនឹង get អូខេដែល connect មកកាន់ API របស់យើងតាក់ទងនឹងដាក់ចឹងណាបាទនេះយើងយល់បានណាខ្មែរយើងបាទតោះណាត់តោះនេះចឹងយល់អត់ដោយប្រើ DAO Flutter សម្រាប់ talk សម្រាប់ HTTP request មកកាន់ API ណោះអញ្ចឹងកុំឲ្យគ្នាយើងភ្លេច Flutter ណាមួយដើម្បីយើងទី1យើងទៅធ្វើ API ផងយើងទៅយក API ដែលយើងធ្វើបានហ្នឹងយកទៅភ្ជាប់ទៅមួយ Flutter
ចឹងវាជាដំណាក់កាលទី1ជាដំណាក់កាលចាប់ផ្ដើមចឹងកុំ skip វាចេះក៏ដោយចេះខ្លះហើយក៏ដោយ do it let's do it ហើយ submit ការងារហ្នឹងឲ្យខ្ញុំមើលដើម្បីឲ្យខ្ញុំដឹងថាអ្នកនេះពិតជាធ្វើមែនអូខេតោះនេះចឹងបងប្អូនគ្នាទទួលបាយនេះធ្វើទៅនេះយើងគីឡូសំណាងអីចេះហ៎តោះនេះយើងយល់អត់ហ៎គ្នាយើងបាទអញ្ចឹងមាន